សួស្តីបងថ្ងៃនេះខ្ញុំបង្ហាញបងអំពីវិធី shortcut app ឬក៏ icon របស់កាមេរ៉ាឡើងមកកាន់ home screen ដំបូងយើងចូលមកកាន់ app របស់យើងហើយតាមយើងចូលមកកាន់ home របស់យើងចូលទៅកាន់ setting តាមយើងយក general setting បន្ទាប់មកយើងយក shortcut management បានកន្លែងនេះគឺជាកន្លែងឲ្យយើងជ្រើសរើសតាម model ឬក៏កាមេរ៉ាមួយណាឬក៏ device មួយណាដែលយើងចង់ឲ្យនៅលើ home screen របស់ iPhone របស់យើងឥឡូវខ្ញុំនឹងដាក់ទៅកាន់សោទ្វារបាទយើងគាត់ដាក់កាន់សោទ្វារយើងទៅកាន់បូកហើយនៅពេលបូកវានឹងចូលមកកាន់ Safari ហើយយើងធ្វើតាមលំដាប់ដំណើររបស់វាបាទ step ទី1យើងចុចកាន់ forward បាទ step ទី2យើងចូលមកកាន់ add to home screen អញ្ចឹងយើងចូលកាន់ forward មកហើយតាមមកយើងចូលមកកាន់ add to home screen ចំណេះបាទតាមមកចុចពី add បាទបន្ទាប់មកនេះវានឹងឲ្យនេះកន្លែងនេះចឹងយើងស្រែវាមកតែឯងក៏បានដែរនេះបន្ទាប់មកយើងចូលទៅកាន់របស់វាបាទវានឹងឲ្យមកដល់គឺតំបន់នឹងអូតូម្ដងតែបើយើងចង់បញ្ជាវាពីចម្ងាយមកចាំដាទេយើងចូលមកកាន់ unlock មកហើយបន្ទាប់មកយើងចូលមកកាន់ remote មកបាទអញ្ចឹងអ្នកនៅក្រៅគាត់បើកទ្វារបានហើយបាទនេះអញ្ចឹងបាទចប់ហើយអញ្ចឹងអ្នកនៅក្រៅគាត់បើកទ្វារមកចូលបានហើយបាទសូមអរគុណ